ចានេះគឺនីតាវត្តវងសុទ្ធអញ្ញាគោរពជំរាបសួរដល់ទស្សនិកជនទាំងអស់ថ្ងៃនេះគឺនីតានាំជល័យស្នេហ៍ថ្មីហើយក៏ដូចជាកន្លែងទេសភាពហើយដំណើរកម្សាន្តថ្មីចាថ្ងៃនេះគឺនីតាបានមកសម្រាប់លេងនៅក្រុងបាត់ដំបងហើយក៏មកសម្រាប់នៅកន្លែង resort មួយដែលប្រហែលជាអ៊ំពុំមានបងប្អូនអស់គ្នាដូចជាមិនទាន់ជាដឹងឲ្យថាជា viral តែម្ដងទេអញ្ចឹងក៏នីតាមកសម្រាប់ហើយទទួលបានបរិយាកាសល្អបរិសុទ្ធហើយមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងក៏ចង់បង្ហាញដល់ជូនដល់អ៊ំពុំមីបងប្អូនអស់គ្នាឲ្យបានដឹងសម្រាប់ថាអ៊ំពុំមីបងប្អូនអស់គ្នាចង់ទៅដើរលេងនៅកន្លែងណាដែលសប្បាយហើយទទួលបានបរិយាកាសល្អហើយ relax បើសិនជាហត់ពីការងារអីមកសម្រាប់ហ្នឹងគឺបានទទួលនូវការសប្បាយ relaxនៅការលំហែពីការងារមែនទេអញ្ចឹងនីតាចង់បង្ហាញ resort មួយគឺជា resort The Sanctuary Villa ចានៅក្រុងបាត់ដំបងតែម្ដងចង់ដឹងទេថាទស្សនីយភាពបែបណាហើយបន្ទប់កន្លែងស្នាក់នៅស្អាតដល់កម្រិតណាអញ្ចឹងចូលរួមចាំស្ដាប់ទស្សនាជាមួយនឹងបងប្រុសដែលគាត់ជាម្ចាស់ resort ផ្ទាល់តែម្ដងចាជួបជាមួយគាត់ដូចតទៅបាទជំរាបសួរបាទនេះគឺតាមមកលើកទី1ហើយក៏បានមកសម្រាប់នៅកន្លែង resort បងផ្ទាល់ហើយមានចំណាប់អារម្មណ៍ថាមានអារម្មណ៍ថាសប្បាយរំភើបហើយក៏ពេលអញ្ចឹងក៏សូមធ្វើការបងកិច្ចសភាជាមួយតាមមានបញ្ហាអីណាបងបាទអត់អីទេបាទឃើញបងប្រុសគាត់នៅក្រៅគាត់រុះរាយទទួលរាក់ទាក់ទាំង service ទាំងគ្រប់សពបាត់យ៉ាងហ្មងណាបងប្អូនចាទោះបីថាបងគាត់ជាតកែមែនប៉ុន្តែពេលដែលគាត់ត្រូវការ service អីជួយបុគ្គលិកអីក៏គាត់ជួយដែរអត់ប្រកាន់ខ្លួនទេអញ្ចឹងណាហើយក៏អញ្ចឹងទៅគាត់ធ្វើសុំសម្ភាសជាមួយនឹងបងផ្ទាល់រយៈពេលចង់សួរបងបន្តិចថារយៈពេលដែលបងសាងសង់ resort នេះឡើងមករយៈពេលប្រហែលឆ្នាំហើយបងយើងមែនទែនទៅចាប់តាំងពីឆ្នាំ2010មកអញ្ចឹងវា15-16ឆ្នាំហើយអូ15-16ឆ្នាំចាតែប៉ុន្តែចំពោះតែមើលផ្ទាល់ឃើញ resort បងទោះបីរយៈពេលយូរមួយមែនក្តីតែឃើញនៅ resort បងនៅស្អាតនៅមានបរិយាកាសល្អស្រស់បំព្រងហ្មងដូចថាស្មាតតែគាត់តែបង្កើតបាន3-4-5ឆ្នាំហ្នឹងតាដល់សួរបងតបានថាដឹងហើយអូរយៈពេលយើងឈរជើងយូរដែរហើយណោះចាជាទូទៅសម្រាប់ resort បងផ្ទាល់ភ្ញៀវដែលគាត់ជើញចូលមកស្នាក់នៅហ្នឹងជាភ្ញៀវបរទេសឬមួយក៏ភ្ញៀវខ្មែរភាគច្រើនបងយើងនៅទីនេះជាទូទៅភាគច្រើនគឺភ្ញៀវពួកខាងអឺរ៉ុបនឹងចម្រុះជាតិសាសមកពីបែកខាងអាស៊ីខ្លះដែរយើងស្ទើរតែ90%ហើយអាចថា10%ហ្នឹងនឹងឲ្យភ្ញៀវ local គាត់ជាជនជាតិខ្មែរយើងអញ្ចឹងមួយរយៈចុងក្រោយនេះបានគាត់ទើបស្គាល់ខ្លះតាមរយៈនឹងឲ្យ social media តាមរយៈដូចជាអូនមកអញ្ចឹងទៅជួយចែករំលែកអញ្ចឹងទៅបាទអញ្ចឹងគាត់បានដឹងបានឬគាត់មកតាមរយៈអញ្ចឹងខ្លះបាទចាបាត់ណែបងហើយមិញក៏ចូលរួម breakfast មិញឃើញបងជនបរទេសដែលគាត់អញ្ជើញមកលេងណាសប្បាយមែនតើហើយរយៈពេល2ថ្ងៃបងប្អូនទាំងអស់គ្នាលក្ខណៈដូចថាបន្ទប់យើងជាប់គ្នាទោះបីតែភ្ញៀវបរទេសពិតមែនក្តីក៏ប៉ុន្តែមានភ្ញៀវខ្មែរជនជាតិខ្មែរយើងក៏បានចូលរួមស្នាក់នៅដែរហើយក៏មានការពេលយប់ឡើងយើងញ៉ាំជាពេលមកអាំងទឹកអីអញ្ចឹងណាហើយក៏យើងមានការរាប់អានគ្នាដោយថាស្គាល់គ្នាពីមុនមកអីដូចយ៉ាងចិត្តស្និទ្ធហ្មងណាចាដូចថាស្អិតរមួតជាមួយនឹងគាត់ជនជាតិបរទេសគាត់ស្វាគមន៍ជាមួយយើងក៏ស្វាគមន៍ដល់ភ្ញៀវបរទេសដើម្បីឲ្យគាត់ធ្វើការកាន់តែផ្សព្វផ្សាយថាខ្មែរយើងគឺមានបេះដូងល្អចិត្តបរិសុទ្ធយើងទទួលដោយស្វាគមន៍រាក់ទាក់ដែលយើងជាប្រទេសដែលមានបេះដូងល្អស្អាតទោះបីតែប្រទេសយើងទួយក្តីតែបេះដូងយើងពោពេញដោយក្តីស្រឡាញ់ពិតប្រាកដមែនអីបងណាចានេះតាគឺថាមក2ថ្ងៃមែនក៏ប៉ុន្តែមិនចង់ឃ្លាតទេតែត្រូវមិនទៅផ្ទះយើងនៅពេញត្រូវត្រឡប់ទៅធ្វើការនៅពេញវិញហើយចង់សួរបងមួយទៀតចំពោះថាបន្ទប់បងមានប្រភេទបែបម៉េចដែរបងហើយតម្លៃចាប់ពីប្រហែលទៅប្រហែលទៅអញ្ចឹងណាបាទនៅខាងយើងមាន3ប្រភេទមានក្រេ1ក្រេ2និងបន្ទប់លក្ខណៈគ្រួសារហើយកន្លែងយើងចាប់ពី$35ឡើងទៅនឹងមានជាមួយនឹងអាហារពេលព្រឹកទៀតចាអូ$35ក៏មានអាហារពេលព្រឹកដែរបងប្អូនពុំវិញមិនបាច់ថាព្រឹកឡើងយើងបើកភ្នែកមករៀងហេវអីចឹងត្រូវទៅរកអីញ៉ាំអីនៅក្រៅឆ្ងាយអីមិនភ័យទេគឺមាន breakfast ចាំពេលថ្ងៃឡើងយើងចង់ភាសាអីផ្សេងទៀតចាំយើងដើរលេងទៅភាសាអីទៀតចឹងទៅណាបងណោះចាចំពោះតែថ្ងៃណាដែលបងដាច់ជាងគេមើលទៅដែលគាត់ភ្ញៀវបុកសម្រុកចូលថ្ងៃណាដែលពិសេសជាងគេបងជាទូទៅនៅនេះយើងបែងចែកជា
season មានខែអសូវមានភ្ញៀវមានខែមានភ្ញៀវហើយឥឡូវនេះចាប់ផ្ដើមពីខែ11ទៅហ្នឹងគឺភ្ញៀវច្រើនណាស់ទាំងបរទេសទាំងខ្មែរអញ្ចឹងណាចាបាទលើបងថា full ហ្មងគាត់អត់មានជួនកាលភ្ញៀវកក់មកបដាទៀតអត់តនេះអញ្ចឹងអង្គពុំបងប្អូនទាំងអស់គ្នាបើត្រូវការកក់អីសុំលេខទូរស័ព្ទបងកុំចោលតែផ្ទាល់ហ្មងគាត់អាចមានព័ត៌មានច្បាស់លាស់ឲ្យបងប្អូនថាត្រូវថ្ងៃណាទៅថ្ងៃណាអាចទទួលយកបានថ្ងៃណាកក់អីបានអញ្ចឹងណាជួនកាលលឺស្ដាប់បងគាត់ថា schedule គាត់ពេញហ្មងចំពោះថ្ងៃបុណ្យចិត្តអុំទុកយើងនេះបងណាចាពេញអស់លេងឡើងភ្ញៀវខ្លះគាត់ស្ដាយគាត់ថាគាត់ចង់កក់មកមុនអីមកលេងអីមកមើលអីហើយទឹកអីអញ្ចឹងណាក៏តែបងថាពេញអស់ហើយអញ្ចឹងអាចពាក់ក្រោយទៀតអញ្ចឹងចង់សួរពីចំណាប់អារម្មណ៍បងថាមានផ្សារអ្វីដែលផ្ញើជូនដល់អ៊ំពូមីបងប្អូនអរគ្នាដែលបងបានមើលវីដេអូមួយនេះផងដែរបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានជួយគ្រប់គ្រងកន្លងមកចាត្រូវឲ្យបងប្អូនតាមមានទៅតាមគាត់តាំងកន្លែងរបស់ខ្ញុំផ្ទាល់ចាហើយពីចុងក្រោយសូមបងប្អូនតាក់ទងមកតាមរយៈលេខទូរស័ព្ទដូចជានៅខាងលើអេក្រង់ស្រាប់បាទសម្រាប់ទំនាក់ទំនងផ្ទាល់មកខ្ញុំឬក៏អាចថាមានអីជាតម្លៃពិសេសសម្រាប់បងប្អូន inbox បងមកផ្ទាល់ណាបងប្អូនទាំងអស់គ្នាបើសិនជាចង់បានតម្លៃពិសេសដល់ inbox បង inbox booking ជាមួយបងប្រុសផ្ទាល់តែម្ដងមិនមានតម្លៃពិសេស VIP ជូនអញ្ចឹងណាហើយបើសិនជាមានចំនួនមនុស្សប្រហែលនេះអីប្រហែលនេះអីអាចចរចាជាមួយបងបានចាលើតិចតួចអីអញ្ចឹងណាបងចាត្រូវបងណោះហើយចំពោះកន្លែងបងក៏យើងមានកន្លែងអង្គុយលេងអីហើយទឹកអីយើងញ៉ាំអីជាពេលយប់ឡើងចាគឺមកសប្បាយចាំមកសប្បាយមែនណាបងប្អូនទាំងអស់គ្នាខ្ញុំទទួលបានអារម្មណ៍ថាដកជាប់ក្នុងបេះដូងតែម្ដងមកកន្លែងបងលើកទី1ហើយគឺចង់មកក្រោយៗទៀតហើយនឹងណែនាំទៅជូនដល់ភ្ញៀវយើងចានៅភ្នំពេញផងដែរគាត់ចង់មកបន្តទៅទៀតអញ្ចឹងណាបងចាហើយចំពោះនីតាផ្ទាល់ក៏សូមអរគុណដល់បងដែលបានទទួលយ៉ាងកក់ក្ដៅស្វាគមន៍ចំពោះបងអូនហើយនឹងអ្នកម៉ាក់និងលោកពូជាឈីមដែលគាត់បានមកថតនៅបាត់ដំបងនេះហើយស្នាក់នៅកន្លែងបងហើយបងក៏បាន discount ជូនបងអូនផងដែរនិយាយជំរាបតាមផងបង discount ដែរហ្នឹងណាចាហើយអរគុណមែនតើចំពោះទឹកចិត្តចាអរគុណហើយក៏សូមជូនពរដល់បងឲ្យដំណើរការកាន់តែរលូនមានភ្ញៀវគ្រប់ត្រទាំងក្នុងស្រុកនិងក្រៅស្រុកអញ្ចឹងបងប្អូនអង្គពុំមីទាំងអស់គ្នាបើសិនជាត្រូវការចង់ inbox booking អីចឹងណាចាយើងនៅមានលេខទូរស័ព្ទនៅលើវីដេអូស្រាប់អញ្ចឹងវេលាពេលនេះអស់ហើយអញ្ចឹងអរគុណសូមជម្រាបលាអរគុណច្រើនជម្រាបលាចាអង្គពុំមី Everywhere I go, beauty finds its way.